គេទៅហើយគេទៅមុខមួយជំហានទៀតហើយមិនមែនត្រឹមតែការប្រកួតប្រជែងក្នុងតំបន់មិនមែនត្រឹមតែការប្រកួតប្រជែងនៅអាស៊ីទេប៉ុន្តែពេលនេះគឺអុយ17វៀតណាមនឹងត្រៀមខ្លួនប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ FIFA អុយ17 World Cup 2026ដែលធ្វើឡើងនៅប្រទេសកាតាដែលការប្រកួតនេះនឹងចាប់ផ្ដើមនៅថ្ងៃទី19វិច្ឆិការហូតដល់ថ្ងៃទី13ធ្នូ2026ខាងមុខនេះហើយតើក្រុមជម្រើសជាតិអុយ17វៀតណាមនឹងបង្កើតប្រវត្តិសាស្ត្រថ្មីបែបណាក៏ដូចជាធ្វើបានល្អដល់កម្រិតណាដែរបាទសួស្តីប្រិយមិត្តទាំងគ្នាអញ្ចឹងថ្ងៃនេះយើងមកនិយាយអំពីការអភិវឌ្ឍក៏ដូចជាការរីកចម្រើនរបស់យុវជនបាល់ទាត់អ្នកភូមិផងជាប់របងជាមួយនឹងប្រទេសយើងគឺក្រុមជម្រើសជាតិអុយ17វៀតណាមអញ្ចឹងក្រុមជម្រើសជាតិអុយ17វៀតណាមនឹងមានភារកិច្ចចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ FIFA អុយ17 World Cup កាតា2026ដែលការប្រកួតនឹងចាប់ផ្ដើមនៅថ្ងៃទី19វិច្ឆិកាថ្ងៃទី13ធ្នូ2026ខាងមុខនេះដែលការប្រកួតធ្វើឡើងនៅប្រទេសកាតាដែលមានប្រទេសរហូតដល់48ប្រទេសដែលបានបែងចែករហូតដល់12ពោះខណៈដែលវៀតណាមស្ថិតនៅក្នុងពូជ G ដែលមានក្រុមខ្លាំងៗដូចជាអុយ17ម៉ាលីអុយ17ញូហ្សេឡង់អុយ17បេសិកជាដើមនេះគឺជាប្រវត្តិសាស្ត្រថ្មីសម្រាប់បាល់ទាត់វៀតណាមដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍ FIFA World Cup អុយ17នៅកាតាទោះបីជាឈុតយុវជនក៏ដោយនេះគឺជាមោទនភាពមួយសម្រាប់បាល់ទាត់របស់ពួកគេបង្ហាញឲ្យពិភពលោកឃើញថាយុវជននៃការរីកចម្រើនផ្នែកបាល់ទាត់របស់ពួកគេកំពុងតែឆ្ពោះទៅមុខដើម្បីប្រកួតប្រជែងក្នុងតំបន់ក៏ដូចជាប្រកួតប្រជែងនៅក្នុងពិភពលោកបានផងដែរបងប្អូនពិតជាចង់ដឹងហើយថាតើវៀតណាមឆ្លងកាត់ដំណាក់កាលយ៉ាងម៉េចខ្លះទើបមានកៅអីលេងនៅក្នុងព្រឹត្តិការណ៍ FIFA World Cup អុយ17នេះបានបងប្អូនចង់បងប្អូនពិតជាដឹងហើយថាប្រទេសនីមួយៗមិននឹងមានកៅអីនៅក្នុងព្រឹត្តិការណ៍ FIFA World Cup នីមួយៗត្រូវប្រកួតប្រជែងក្នុងតំបន់ដូចជានៅក្នុងទ្វីបជាដើមអញ្ចឹងមិននឹងមានកៅអីលេងនៅក្នុងព្រឹត្តិការណ៍ FIFA World Cup នេះវៀតណាមបានធ្វើការប្រកួតប្រជែងជំរុះតាំងពីក្នុងតំបន់រហូតមានកៅអីលេងជុំ16ក្រុមចុងក្រោយនៅទ្វីបអាស៊ីហើយជុំ16ក្រុមចុងក្រោយនេះវៀតណាមស្ថិតនៅក្នុងពូជ C ហើយមានក្រុមខ្លាំងៗដូចជាក្រុមជម្រើសជាតិកូរ៉េខាងត្បូងក្រុមជម្រើសជាតិយេម៉ែននិងក្រុមជម្រើសជាតិ UAE ដែលឆ្លងកាត់3ប្រកួតវៀតណាមឈ្នះ2ចាញ់1មាន6ពិន្ទុស្មើជាមួយនឹងក្រុមជម្រើសជាតិកូរ៉េខាងត្បូងតែការចំណេញគ្រាប់បាល់របស់វៀតណាមបានចំណេញច្រើនជាងក្រុមជម្រើសជាតិកូរ៉េខាងត្បូងធ្វើឲ្យវៀតណាមឈរដល់លេខ1ក្នុងពូជ C ឡើងទៅវគ្គ8ក្រុមចុងក្រោយត្រូវជួបជាមួយនឹងក្រុមជម្រើសជាតិអូស្ត្រាលីប៉ុន្តែវៀតណាមបានបរាជ័យក្នុងទ្វេជើងរបស់ក្រុមជម្រើសជាតិអូស្ត្រាលីដល់3-0ទោះបីជាចាញ់អូស្ត្រាលី3-0ក៏ពិតមែនប៉ុន្តែវៀតណាមបានកក់ក្អីដោយស្វ័យប្រវត្តិរួចរាល់ជាស្ថាពរដើម្បីមានឈ្មោះលេងក្នុងព្រឹត្តិការណ៍ FIFA World Cup អុយ17នៅកាតារួចរាល់ទៅហើយនេះជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ជម្រើសជាតិអុយ17វៀតណាមដែលឡើងទៅវគ្គជុំចុងក្រោយនៅទ្វីបអាស៊ីហើយបានកក់ក្អីទៅលេងក្នុងព្រឹត្តិការណ៍ FIFA អុយ17 World Cup 2026នៅកាតាបាននិយាយពីការប្រកួតប្រជែងអុយ17នៅទ្វីបអាស៊ីពេលនោះគឺក្រុមជម្រើសជាតិជប៉ុនខ្លាយជាម្ចាស់ជើងឯកបន្ទាប់ពីបំបាក់ក្រុមជម្រើសជាតិអុយ17ចិនដែលលទ្ធផល2-3ចឹងសរុបជារួមមកក្រុមទាំង8ដែលមានកៅអីទៅលេងក្នុងព្រឹត្តិការណ៍ FIFA អុយ17 World Cup កាតា2026មានដូចជាលេខ1គឺក្រុមជម្រើសជាតិអុយ17ជប៉ុនលេខ2ក្រុមជម្រើសជាតិអុយ17ចិនលេខ3ក្រុមជម្រើសជាតិអុយ17វៀតណាមលេខ4ក្រុមជម្រើសជាតិអុយ17កូរ៉េខាងត្បូងនិងលេខ5ក្រុមជម្រើសជាតិអុយ17អូប៊ីស្ថានលេខ6ក្រុមជម្រើសជាតិអុយ17អូស្ត្រាលីលេខ7ក្រុមជម្រើសជាតិអុយ17អារ៉ាប៊ីសាអូឌីតនិងលេខ8គឺក្រុមជម្រើសជាតិអុយ17តាជីស្ថានចឹងនេះគឺជាក្រុមពីអាស៊ីទៅដើម្បីចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ FIFA អុយ17 World Cup កាតា2026ដែលការប្រកួតធ្វើឡើងនៅប្រទេសកាតាចុះបងប្អូននេះគិតថាក្រុមទៅពីអាស៊ីយើងអាចមានសមត្ថភាពប្រកួតប្រជែងដល់វគ្គណាខ្លះអាចបញ្ចេញខមមិននៅខាងក្រោមបានអរគុណបងប្អូននេះសម្រាប់ទស្សនាវីដេអូនេះតាំងពីដើមដល់ចប់ហើយលើកចុច like comment follow ដើម្បីស្ដាប់វីដេអូថ្មីៗជាបន្ត